សម្រាប់មុខម្ហូបមួយមុខនេះដែរគឺត្រូវគ្នាខ្លាំងមែនទែនចំពោះការជួបជុំញាតិមិត្តបងប្អូនក្នុងរដូវកាលបុណ្យចូលឆ្នាំប្រពៃណីខ្មែររបស់យើងណាសម្រាប់ថ្ងៃនេះដែលសារនៅផ្ទះនាងខ្ញុំដាំបានខាត់ណាមួយចំនួនដែរបងប្អូននិយាយថាតាមរយៈពេលជាង2ខែហើយនៅសល់តែខាត់ណានេះឯងដែលអត់ទាន់ប្រមូលផលបន្លែផ្សេងៗគឺប្រមូលផលអស់ហើយថ្ងៃនេះយកមកធ្វើម្ហូបមួយមុខនេះឯងដើម្បីមកបង្ហាញបងប្អូនទាំងអស់គ្នានារដូវបុណ្យចូលឆ្នាំខ្មែរនិយាយថាមុខម្ហូបមួយមុខនេះបងប្អូនហើយដាក់ជាមួយអាជានារដូវជួបជុំនិយាយថាត្រូវគ្នាខ្លាំងមែនទែនមុខម្ហូបនេះសម្រាប់ក្លែមក៏បានញ៉ាំជាមួយបាយក៏បានដែរហើយឥឡូវនេះខ្ញុំកំពុងតែកាត់ដើមខាត់ណាបងប្អូនហើយដើមមួយចំនួនហ្នឹងដោយសារតែដាំយូរពេកទៅវាចេញផ្កាហើយដើមមួយចំនួនទៀតនិយាយថាខ្ចីល្អមែនតើឡើងកប៉េងតែម្ដងបាននិយាយពីស្លឹកវិញឡើងស្រួយខ្ញាប់ឥឡូវនេះខ្ញុំកំពុងតែប្រលេះស្លឹកនិងធាងរបស់វាទុកមួយឡែកសិនទុកឆ្នៃធ្វើម្ហូបផ្សេងទៀតដូចជាឆាមីឬក៏ដាក់នៅក្នុងសម្លចាប់ឆាយអញ្ចឹងបងប្អូនហើយដើមគឺបានរៀងក្រាលដែរបងប្អូនបន្ទាប់ពីប្រលេះស្លឹកហើយនាងខ្ញុំចាប់ផ្ដើមចិតសម្បកដើមរបស់វាចេញដែលរៀងរឹងបងប្អូនយើងយកតែដើមខ្ចីទេហើយបន្ទាប់មកក៏ហាន់រៀងចំណិតវែងរៀងក្រាស់បន្តិចមកឬក៏តាមការចូលចិត្តរបស់បងប្អូនក៏បានដែរបន្ទាប់ពីចិតនិងលាងសម្អាតរួចហើយនាងខ្ញុំចាប់ផ្ដើមដាំទឹកដើម្បីស្រុះខាត់ណាវិញម្ដងដាំទឹកហើយនាងខ្ញុំបន្ថែមអំបិលបន្តិចដើម្បីស្រុះខាត់ណាដែលយើងបានរៀបចំបាញ់មិញបងប្អូនហើយស្រុះតែរយៈពេល1នាទីទេហើយយើងស្រង់ដាក់ត្រាំក្នុងទឹកកកដើម្បីឲ្យខាត់ណារបស់យើងស្រួយឆ្ងាញ់តែម្ដងយើងត្រាំទុកសិនទៅហើយបន្ទាប់មកទៀតយើងមកហាន់គល់ស្គ្រីវិញម្ដងក្នុងការធ្វើខាត់ណាទឹកភ្នែកនេះដែរនាងខ្ញុំធ្វើតាមលក្ខណៈគ្រួសារដែលទម្លាប់ធ្វើរាល់ដងអញ្ចឹងបងប្អូនគឺរំលីងគល់ស្គ្រីដែលបានហាន់ហ្នឹងជាមួយនឹងរំដេងក៏ដូចជាម្ទេសហើយរំលីងឲ្យទុកមួយឡែកសិនចាប់ផ្ដើមមកហាន់សាច់គោហើយចំពោះសាច់គោបងប្អូននាងខ្ញុំមកប្រើសាច់ចម្លក់ដោយសារតែសាច់ចម្លក់ផុយហើយបន្ទាប់មកទៀតគឺយកមកស្រោះបន្តិចហើយក៏ច្បាច់ក្រូចឆ្មាដាក់អញ្ចឹងបងប្អូនឲ្យនៅរាងស្រស់បន្តិចបងប្អូនហើយយើងពូតទឹកចេញទៅក៏ចាប់ផ្ដើមបន្ថែមគ្រឿងដែលយើងបានលីងបាញ់មិញមានគល់ស្គ្រីរំដេងក៏ដូចជានឹងម្ទេសនឹងឯងហើយយើងច្របល់ចូលគ្នាហើយក៏ចាប់ផ្ដើមមកធ្វើទឹកត្រីវិញម្ដងចំពោះទឹកត្រីគឺធ្វើទឹកត្រីបុកធម្មតាដូចជាទឹកត្រីកោះកុងអញ្ចឹងបងប្អូនមានខ្ទឹមម្ទេសយើងបុកបញ្ចូលគ្នាហើយបន្ថែមស្ករប៊ីចេងនិងទឹកត្រីក៏ដូចជាក្រូចឆ្មាតាមរសជាតិដែលយើងចូលចិត្តអញ្ចឹងបងប្អូនឬក៏តាមបរិមាណនៃបន្លែរបស់យើងនិងសាច់របស់យើងដែលបានធ្វើនឹងឯងបន្ទាប់ពីធ្វើទឹកត្រីហើយយើងទុកសិនគឺយើងចាប់ផ្ដើមមកបន្ថែមខ្ទឹមក្រហមបងប្អូនដែលហាន់រួចជាស្រេចហើយបន្ថែមបន្លែដែលយើងបានស្រង់រួចហើយស្រោចទឹកត្រីបុកដែលយើងបានធ្វើអំបញ្ញមិញចូលមកបងប្អូនចំពោះខាត់ណាទឹកភ្នែកសម្រាប់គ្រួសារនាងខ្ញុំគឺតែងតែធ្វើបែបនេះឯងបងប្អូនគឺច្របល់ចូលគ្នាជាមួយនឹងគ្រឿងក្រៅដែលបានធ្វើនឹងឯងហើយច្របល់ឲ្យសព្វក៏បានបងប្អូនអាចតម្រៀបខាត់ណានៅក្នុងចាននៅស្រោចទឹកត្រីពីលើជាមួយនឹងសាច់ហ្នឹងក៏បានដែរសម្រាប់ខាត់ណាទឹកភ្នែកយើងធ្វើរបៀបនេះគឺងាយនឹងចូលជាតិគ្នាឆ្ងាញ់បានល្អមួយម៉ាត់ណាក៏ឈ្ងុយដែរហើយរបៀបដែលនាងខ្ញុំធ្វើគឺបែបលក្ខណៈគ្រួសារទេបងប្អូនអាចយកធ្វើអនុវត្តបានធានាថាឆ្ងាញ់ 100% តែម្ដងហើយនេះឱកាសបុណ្យចូលឆ្នាំថ្មីនេះដែរនាងខ្ញុំសូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យជួបប្រទះតែសេចក្តីសុខនិងសុភមង្គលគ្រប់គ្រួសារតែម្ដងអរគុណជម្រាបលា